វត្តេបើករថយន្តមកដល់សន្តាគារហើយចតនៅកន្លែងទំនេរចុងក្រោយភ្លាមនោះលីណាដើរចូលមកដោយអំនួតហើយបញ្ជាឲ្យវត្តេដកឡានចេញព្រោះនាងអះអាងថាមិត្តប្រុសរបស់នាងគឺជាសៀវនៃសន្តាគារវត្តេបដិសេធដោយស្ងប់ស្ងាត់ព្រោះនាងដឹងថាអ្នកណាជាមុនមានសិទ្ធិមុនលីណាខឹងខ្លាំងហើយទូរស័ព្ទហៅតារាមិនទាន់ដឹងថាមនុស្សដែលកំពុងឆ្លោះជាមួយគឺជាកូនប្រធានសន្តាគារសន្តិសុខមកដល់ហើយប្រាប់ថាច្បាប់សន្តាគារគឺអ្នកជាមុនមានសិទ្ធិមុនលីណាមិនពេញចិត្តហើយបញ្ជាឲ្យគេវាយកំទេចរថយន្តរបស់វត្តេនាងគិតថារថយន្តនោះមានតម្លៃត្រឹមប៉ុន្មានម៉ឺនដុល្លារប៉ុន្តែពេលវត្តេបង្ហាញឯកសារកម្មសិទ្ធិរថយន្តនោះមានតម្លៃរាប់លានបន្ទាប់ពីទទួលទូរស័ព្ទពីលីណាតារាប្រញាប់ចុះមកចំណតរថយន្តលីណារត់ទៅអបដៃគាត់ភ្លាមនាងនិយាយថាបងស្រីម្នាក់នោះវាយខ្ញុំហើយនៅបំផ្លាញឡានខ្ញុំទៀតដោយមិនទាន់ដឹងរឿងទាំងមូលតារាបង្វែរមុខទៅរកវត្តេភ្លាមតែពេលគាត់ឃើញមុខនាងគាត់ស្ងប់មួយសន្ទុះវត្តេសម្លឹងមើលគាត់ដោយទឹកមុខត្រជាក់បងពិតជាចង់ការពារនាងមុនស្ដាប់ការពិតមែនទេលីណានៅតែបន្ថែមភ្លើងបងកុំស្ដាប់នាងបណ្ដេញនាងចេញឥឡូវនេះតែភ្លាមនោះប្រធានសន្តិសុខដើរមកជាមួយកាមេរ៉ាសុវត្ថិភាពគាត់និយាយថាលោកប្រធានវីដេអូបង្ហាញថាអ្នកចាប់ផ្ដើមបង្កជម្លោះគឺកញ្ញាលីណាមនុស្សគ្រប់គ្នានៅទីនោះស្ងាត់មួយរំពេចលីណាចាប់ផ្ដើមភ័យខណៈតារាកាន់តែសង្ស័យថានាងបានលាក់ការពិតពីគាត់បន្ទាប់ពីប្រធានសន្តិសុខយកវីដេអូមកដល់គ្រប់គ្នានៅចំណតរថយន្តស្ងាត់ឈឹងអេក្រង់ចាប់ផ្ដើមចាក់គ្រប់សកម្មភាពត្រូវបានថតទុកយ៉ាងច្បាស់លីណាជាអ្នកដើរទៅរករឿងមុននាងរុញវត្តេហើយបញ្ជាឲ្យមនុស្សជុំវិញវាយបំផ្លាញរថយន្តភ្លាមទឹកមុខប្រធានតារាប្រែជាស្រងូតស្រងាត់គាត់ងាកទៅសួរលីណានេះហើយជាការពិតដែលអ្នកប្រាប់ខ្ញុំមែនទេលីណាចាប់ផ្ដើមនិយាយរអាក់រអួលខ្ញុំគ្រាន់តែខឹងតែវត្តេយកឯកសារមួយចេញពីកាបូបនេះជាវិក័យប័ណ្ណទិញរថយន្តហើយនេះជាតម្លៃជួសជុលផ្លូវការមនុស្សទាំងអស់ភ្ញាក់ផ្អើលតារាសម្លឹងមើលឯកសារមុននិយាយដោយសំឡេងតឹងរឹងលីណាអ្នកត្រូវទទួលខុសត្រូវលើអ្វីដែលអ្នកបានធ្វើលីណាស្ទើរតែឈរមិនជាប់តែនាងនៅតែលួចញឹមស្រាលមួយហាក់ដូចជានាងនៅមានផែនការមួយទៀតបន្ទាប់ពីវីដេអូបង្ហាញការពិតលីណានៅតែបដិសេធកំហុសនាងស្រែកថាបងតារាកុំជឿនាងកំពុងបោកបងតែវត្តេដើរចូលទៅមុខយ៉ាងស្ងប់ស្ងាត់នាងដកទូរស័ព្ទចេញហើយទូរស័ព្ទទៅមនុស្សម្នាក់សូមឲ្យក្រុមប្រឹក្សាភិបាលចុះមកចំណតរថយន្តភ្លាមមិនដល់2នាទីផងរថយន្តប្រណេត3គ្រឿងបើកចូលមកបុរសវ័យចំណាស់ម្នាក់ចុះពីយន្តបុគ្គលិកទាំងអស់នាំគ្នាគោរពគាត់ភ្លាមប្រធានតារាក៏ស្លេកមុខលោកប្រធានហេតុអ្វីលោកមកទីនេះបុរសចំណាស់ងាកទៅរកកូនស្រីមានអ្នកណាធ្វើបាបកូនគ្រប់គ្នាភ្ញាក់ផ្អើលគ្មានអ្នកណានឹកស្មានថាវត្តេគឺជាកូនស្រីតែម្នាក់របស់ម្ចាស់សន្តាគារពិតប្រាកដលីណាញ័រដៃខណៈតារាចាប់ផ្ដើមដឹងថាខ្លួនបានធ្វើកំហុសដ៏ធំប្រធានគឺជាកូនស្រីម្ចាស់សន្តាគារប្រធានតារាមុខស្លេកស្លាំងគាត់ដើរចូលទៅជិតហើយនិយាយដោយសំឡេងញ័រវត្តេសុំទោសខ្ញុំមិនបានស្ដាប់ការពិតពីអ្នកទេតែវត្តេគ្រាន់តែញឹមស្រាលបញ្ហាមិនមែនអ្នកជឿអ្នកណាទេបញ្ហាគឺអ្នកប្រើអំណាចដោយមិនស្វែងរកការពិតម្ចាស់សន្តាគារងាកទៅរកតារាខ្ញុំទុកចិត្តអ្នកឲ្យគ្រប់គ្រងសន្តាគារមិនមែនឲ្យការពារមនុស្សខុសនោះទេបន្ទាប់មកគាត់បញ្ជាឲ្យផ្អាកតួនាទីប្រធានតារាជាបណ្ដោះអាសន្នរីឯលីណាត្រូវប៉ូលីសនាំខ្លួនទៅព្រោះបំផ្លាញទ្រព្យសម្បត្តិនិងបង្កហិង្សាមុនចាក់ចេញលីណាសម្លឹងទៅវត្តេដោយកែវភ្នែកពោពេញដោយកំហឹងនាងនិយាយមួយម៉ាត់ខ្ញុំមិនចាញ់អ្នកទេខ្ញុំនឹងត្រឡប់មកវិញ